អនុញ្ញាតជំរាបសួរនេះគឺជាជំងឺផ្លាស់ទៅលើគួរដែលកសិករយើងហៅថាបកកគួរតែផ្លាស់នេះវាចេញមកវាអត់វាយឡើងកទេវាវាយនៅក្រោមនេះបាទអញ្ចឹងវាវាយកន្លែងនេះពេលដែលថាយើងពងចេញតែនេះវាចេញផុតហើយអញ្ចឹងដោយសារតែស្ពររបស់ផ្សិតវាហើរពីស្រែផ្សេងមកចូលស្រែមួយនោះអញ្ចឹងបណ្ដាលឲ្យស្រែនេះកើតអាលៀកកគួរខ្លាំងកសិករយើងហៅថាងាប់កគួរនេះបាទឃើញទេបាទស្វិតងាប់នេះស្លាប់កគួរអាហ្នឹងពេលដំណាក់កាលស្រូវយើងចេញមកកសិករអត់បានបាញ់ការពារត្រឹមត្រូវអញ្ចឹងហើយនេះកវាចំហ្មងលៀកកគួរវាឆ្លងពីស្រែមួយទៅចូលស្រែមួយយើងមើលឃើញជាក់ស្ដែងការផ្លាញគឺវាខ្លាំងយ៉ាងនេះអានេះវាចេញមកចាក់ចំលេងកហ្មងអានេះវាចាក់ចំក្រោមឯងអានេះចំក្រោមដោយសារពេលទឹកម្សៅវាហូរមកអាសិតហ្នឹងវានៅកន្លែងនេះអញ្ចឹងវាវាយកន្លែងនេះវាអត់សម្គាល់ថាត្រូវថាចំមកកន្លែងថ្នាំងកគួរហ្នឹងទេអត់ទេអត់តែមានដំណើរកន្លែងណាវាដុះកន្លែងហ្នឹងពេលខ្លះវាដុះមកវាវាយនេះអាគល់ធៀងស្លឹកតុងជ័យក៏មានដែរហ្នឹងជំងឺផ្លាស់ហើយផ្លាស់លើគួរនេះបំផ្លាញខ្លាំងផ្លាញលឿនរាលលឿនអានេះស្រូវនេះគាត់បានជំងឺវាចូលមកគ្រួយទេបើវាចូលទាំងដំណាក់កាលស្រូវចេញមួយធ្ងន់ហ្មងហើយនេះគេហៅថាផ្លាស់ទៅលើស្មែងបាទនេះលើស្មែងវាកើតលើស្មែងអញ្ចឹងវាអុចចំស្មែងហ្នឹងមកស្មែងហ្នឹងគឺស្វិតខូចវាអត់ខូចទាំងអស់ទេនេះថាវាចាក់ចំស្មែងណាវាខូចស្មែងហ្នឹងបាទអានេះវាចំស្មែងអញ្ចឹងវាគេគ្រាប់ខ្លះនៅសល់បើស្អីវាចាក់ចំទាំងអស់ទៅទាំងអស់ហើយជំងឺនេះជាជំងឺលឿនសាហាវបំផ្លាញទិន្នផលស្រូវកសិករយើងលឿនបំផុតដែលកសិករខ្លាចរអាហើយស្រូវនេះមានបញ្ហាខ្លាំងជាមួយខ្ញុំនឹងបង្ហាញថាស្រូវនឹងបញ្ហាអីខ្លាំងខ្លះមានបញ្ហាពីពីងបំផ្លាញគួរមានបញ្ហាផ្លាស់ឃើញស្ទះនេះស្ទះដោយពីពីងបំផ្លាញគួរឃើញអុចគ្រាប់ហេតុអីបានថាស្រូវហ្នឹងវាបញ្ហាមកពីនេះកើតពីស្រែស្រូវនេះជំងឺផ្លាស់វាកើតមកពីស្រែនេះបន្ទាប់មកចរន្តខ្យល់បក់មកពីខាងនោះអញ្ចឹងស្រែនេះនៅក្រោមខ្យល់វាត្រូវប៉ាន់ហ្មងផ្សិតរបស់ខាងជំងឺផ្លាស់ហ្នឹងវាហើរទៅចូលនេះខ្សែខ្ចីនេះវាបង្កើតនេះបាទហើយអញ្ចឹងខ្សែខាងក្រោមខាងក្រោយយើងនេះគាត់អត់បានបាញ់ថ្នាំការពារត្រឹមត្រូវអញ្ចឹងវាកើតអញ្ចឹងសូមឲ្យសំណូមពរវិជាកសិករយើងដំណាក់កាល3សំខាន់ចុងក្រោយកសិករយើងគួរតែយកចិត្តទុកដាក់ជាងគេទី1ជំងឺផ្លាស់ហ្នឹងខ្ញុំនិយាយពីជំងឺផ្លាស់ជំងឺជំងឺទូទៅហ្មងទៅលើអុចគ្រាប់ខ្មៅគ្រាប់ស្ពាតគ្រាប់អីហ្នឹងដំណាក់កាលស្រូវយើងចេញពី5ទៅ10%យើងធ្វើការបាញ់ថ្នាំការពារវាមុនបើមិនជាតំបន់ហ្នឹងជំងឺផ្លាស់វាយលុកខ្លាំងអញ្ចឹងយើងបាញ់សារធាតុ 3C មុនហើយក្រុមហ៊ុនខ្លះវាមាន 3C បូក1 Pro 2ក្រុមហ៊ុនខ្លះមាន 3C បូក1 Defense អញ្ចឹងយើងឬក៏បូក Azo ហ្នឹងវាតាមក្រុមហ៊ុននីមួយប៉ុន្តែយើងបូកឲ្យបូកសារធាតុ Azo ក៏បាន Pro 2ក៏បានអញ្ចឹងយើងបាញ់ទៅដើម្បីការពារពួកខ្មៅគ្រាប់អញ្ចឹងយើងបានការពារផ្លាស់មុនដោយសារជំងឺផ្លាស់វាចូលមុនអញ្ចឹងយើងបាញ់ការពារវាទៅហើយទី2ដំណាក់កាលស្រូវយើងចេញអស់ជំរំមានន័យថាចេញមកអស់អាលីងហ្មងហើយហាលផ្កាអស់ប្រហែលជា2ថ្ងៃ3ថ្ងៃគាត់អស់ឈប់ហាលផ្កាយើងបាញ់ថ្នាំការពារអាហ្នឹងបានស្រូវយើងសុខភាពល្អមិនបាត់ទិន្នផលការពារស្ពាតគ្រាប់ច្រើនបើតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើខ្សែបង្ហាញខ្ញុំធ្លាប់បាញ់ demo ច្រើនកន្លែងមករាប់ឆ្នាំដែលខ្ញុំធ្វើការជាមួយនឹងស្រូវប្រាំងនេះ4ឆ្នាំមកនេះ
ចូល4ឆ្នាំកន្លះ75ឆ្នាំហើយយើងបាញ់ស្រូវចេញមួយហ្នឹងទៅដល់ស្រូវយើងអោនដាក់ទឹកដោះហ្នឹងរយៈពេលតែមួយអាទិត្យទេយើងបាញ់ភាសាទៀតបើសិនជាតំបន់ហ្នឹងកំពុងតែមានភ្លៀងធ្លាក់ច្រើនមានលឹមមានអីច្រើនតែមួយអាទិត្យទេយើងធ្វើការបាញ់ហើយបើសិនជាយើងបន្លាយពេលទៅដល់7ចាប់ពីលើសពី7ថ្ងៃឡើងទៅលើ8ថ្ងៃ9ថ្ងៃ10ថ្ងៃជំងឺចូលច្រើនស្ពីតគ្រាប់ច្រើនអុចខ្មៅអញ្ចឹងបញ្ហាទៅលើស្រូវយើងខ្លាំងអញ្ចឹងដំណាក់កាលមួយទៀតទុំក្រហមជង្គួរតើបាញ់ពេលណាល្អទុំប្រហែលជា10ទៅ15% យើងបាញ់ផ្ដាច់យើងបាញ់ពួក Propiconazole បូកមួយ Difenoconazole ហើយបាញ់ជាមួយនឹងកាលីពេលហ្នឹងយើងបាញ់ផ្ដាច់ពេលហ្នឹងល្អទីមួយវាជំរុញឲ្យដាក់ទឹកដោះលឿនដាក់គ្រាប់ម្សៅបានពេញណែនល្អបើមិនជាយើងទុកឲ្យទុំខ្លាំងពេកអាចុងគួរអាកាលីដែលយើងបាញ់ទៅហ្នឹងអត់បានជំរុញចូលទេគ្រាប់ហ្នឹងវារឹងបាត់ទៅហើយបាទសូមច្រើនការចេញលេខរបស់ខ្ញុំមានតែប៉ុណ្្នឹងទេ